sập nơi mục rồng để nè na đại này dây thật tăng rút thọt nơi nâng rồng xì cá đôi bon sập cứ nhom chlai vinh thà khóc nè bon sập cái tăng rút nơi các bài mà chu chấm này ai ca cái tăng rút nơi mục rồng mèn cột caตีตังខុសគ្នាមិនដូចគ្នាទេពីដើមឡើយគ្មានទម្លាប់ថតរូបមុនយកមកតាំងទេតែឥឡូវនេះយើងទទួលវប្បធម៌ពីបរទេសក៏យល់ឃើញថាជាការល្អយើងថតហើយយើងយកមកតាំងការដែលតាំងនេះมันមានអីខុសទេហើយក៏ទៅតាមចំណូលចិត្តដូច្នេះទស្សនៈលោកគ្រូឡុងជាទស្សនៈរបស់គាត់ចំណែកអ្នកដែលគិតថាសមហេតុផលក៏ជាទស្សនៈចំណែកខ្ញុំបើសួរថាមិនដូចគ្នាទេគ្មាននរណាដែលតាំងរូបសពនៅមុខរោងបនខ្មោចទេអញ្ចឹងខុសគ្នាណាណាសារ៉េតរៀលកឹមហេងលោកតាការធ្លាក់ចុះនៃអង្គរអាចដោយសារការផ្លាស់ប្ដូរសាសនាអត់ទេការផ្លាស់ប្ដូររាជជាចំណែកមួយនៃការផ្លាស់ប្ដូររាជបានអរគុណចំពោះព័ត៌មានខ្ញុំអត់មានអីបន្ថែមទេ XGDFY តើគួរវិនិយោគលើការទិញដីទេនៅក្នុងស្ថានភាពបច្ចុប្បន្នស្ថានភាពណាក៏ដោយឲ្យតែយើងចេះរើសទីតាំងហើយនឹងរកឲ្យបានថោកជាទីបំផុតធ្វើចោះតែបើយើងទិញមិនចេះរើសទីតាំងហើយជឿតាមគេអានឹងខាតតែប៉ុណ្្នឹងឯងសែនលីបាទការវិភាគអក្សរសិល្ប៍នៅក្នុងសាលាសម័យនោះអត់សូវល្អទេតាំងពីសម័យខ្ញុំដែលរៀនសម័យសេនុការវិភាគអក្សរសិល្ប៍អត់មានរបត់ល្អទេជួនកាលបានបន្ទុកតែដោយសារការបញ្ចេញទស្សនៈរបស់យើងគ្រូអត់ព្រមអាហ្នឹងពិតអញ្ចឹងមែនបាទពិតអញ្ចឹងមែនអញ្ចឹងរឿងអក្សរសិល្ប៍នេះតើមានសេរីភាពបើអត់សេរីភាពការបញ្ចេញទស្សនៈគេឲ្យខុសបានជាខ្ញុំមិនប្រកែកខាងនោះតើព្រះអង្គម្ចាស់ក្សត្រីនរោត្តមមាលិកាជានរណាអូលោកជាម្ដាយមកតាមខ្ញុំចាំលោកជាម្ដាយរបស់ព្រះអង្គពេញពីងពេញប៉ោះហើយព្រះអង្គហ៊ានលោកដូចជាព្រះអង្គមាលិកាលោកដូចជាមើលលោកដូចជាម្ដាយនេះព្រះអង្គមាលិកាលោកដូចជាមើលខ្ញុំ
ខ្ញុំអត់មានក្បួនខ្ញុំអត់មានក្បួននៅចិត្តចាំបន្តិចខ្ញុំបើកមើល computer សិនខ្ញុំមានក្បួននៅទេបើវាអត់មានក្បួនឆ្លើយអត់បានមានក្បួនណាអត់មានទៀតណាដូចខ្ញុំគិតមែនសម្ដេចមេលិកាលោកជាម្ដាយរបស់ពីងពាងពេញប៉ោះយុគន្ធរហេងយុគន្ធរលោកដូចជាមានកូន3កូនស្រី2មួយពេញប៉ោះមួយពីងពាងយុគន្ធរហើយមួយទៀតឈ្មោះហេងលោកជាភរិយារបស់ព្រះយុគន្ធរលោកជាភរិយារបស់ព្រះយុគន្ធរនរោត្តមយុគន្ធរណាជាបងប្អូនឪពុកជាមួយនឹងសម្ដេចព្រះនរោត្តមតែម្ដាយខុសគ្នាត្រឹមត្រូវខ្ញុំគិតថាខ្ញុំចាំត្រឹមត្រូវអញ្ចឹងសម្ដេចមូលិកាព្រះអង្គលោកជាមហេសីរបស់ព្រះយុគន្ធរនរោត្តមយុគន្ធរលោកបានកូនដូចជា3នាក់ពីងពាងពេញប៉ោះហើយនឹងហេងយុគន្ធរទើបកូនស្រីរបស់លោកបង្កើតសាលាមួយឈ្មោះសាលាសម្ដេចមូលិកាតែប៉ុណ្្នឹងណាអញ្ចឹងខ្ញុំចាំនឹងត្រូវរបស់ខ្ញុំបើមិនបើកក្បួនទេវាមិនច្បាស់នឹងអញ្ចឹងអ្នកដែលសួររឿងព្រះអង្គមូលិកាគេហៅទៅសម្ដេចមូលិកាអូខេសង្គមមួយនេះសពថ្ងៃមនុស្សធ្លាប់ផឹកឲ្យសង្គមនេះទៅគិតអានដោយយើងមិនផឹកយើងមិនមានញាតរាប់យ៉ាប់ហើយលោកតាអត់ទេសុកខេងបយមកពីចៅឯងមានគំនិតចិត្តគំនិតទន់ខ្សោយទេចៅសម្លាញ់មនុស្សនៅស្រុកខ្មែរបើយើងមិនសែបគប់ជាមួយអ្នកផឹកទេវាគ្មានអីយ៉ាប់តលតាសោះចៅដឹងទេបើខ្ញុំរស់នៅប្រទេសកម្ពុជាណាទី1ខ្ញុំទៅស៊ីកាខ្ញុំផឹកទឹកក្រូចឬទឹកសាបអត់មានអ្នកណាមកចាប់បង្ខំខ្ញុំទេមិត្តភ័ក្តិបង្ខំឲ្យផឹកតែម្ដងពីរដងទេបើគេដឹងថាមិនផឹកគេឈប់ហៅផឹកហើយគ្មានទើសទាល់អីសោះនឹងមួយទៀតបើខ្ញុំនៅប្រទេសកម្ពុជា
ខ្ញុំមិនសូវទៅស៊ីការគេទេលើកលែងតែសាច់ញាតិចិត្តដិតបានខ្ញុំទៅមនុស្សធម្មតាខ្ញុំមិនទៅស៊ីការគេទេខ្ញុំចងដៃគេដោយអត់ទៅស៊ីការហើយមនុស្សមួយចំនួនខ្ញុំអត់ចងដៃទេចាប់ដើម្បីខ្ញុំសន្សំលុយណាខ្ញុំសន្សំលុយណាខ្ញុំសន្សំលុយដើម្បីធ្វើផ្ទះធ្វើសំបែងនៅឬក៏សន្សំលុយបង់រំលោះម៉ូតូមួយជិះខ្ញុំក៏មិនទៅបន់គេដែរបើគេហៅបន់ខ្ញុំអត់ទៅវត្តក៏ខ្ញុំមិនទៅញឹកញយដែរពេលមានបន់ភ្ជុំបិណ្ឌខ្ញុំទៅរកវត្តក្រីក្រណាទៅហើយក៏អត់បើគេសួរថាអេកាន់បិណ្ឌឆ្នាំនេះកាន់បានទៅបានប្រហែលវត្តខ្ញុំញញឹមឲ្យប្រាប់គេថាខ្ញុំទៅវត្តតែមួយទេទៅតែមួយវត្តទេគេថាអញ្ចឹងអត់ទៅច្រើនវត្តទេអត់ហើយមិនបានទៅអត់មានពេលហើយអត់មានលុយគេថាមិនថាទៅភ្ជុំបិណ្ឌបើខ្ញុំចង់ធ្វើសង្ឃទានគឺធ្វើទាននៅវត្តខ្ញុំទៅរកវត្តណាដែលក្រហើយនៅឆ្ងាយមិនសូវមានអ្នកណាទៅខ្ញុំទៅខ្ញុំទៅតែម្ដងកាន់បិណ្ឌតែម្ដងតែបើនៅភូមិខ្ញុំលោកអាចារ្យអីឲ្យចូលកាន់បិណ្ឌជាមួយគេខ្ញុំចូលទៅព្រោះវត្តខ្ញុំយល់ឃើញថាខ្ញុំមានភារៈឧបត្ថម្ភវត្តខ្ញុំតែបើខ្ញុំទៅកាន់បិណ្ឌនៅទីតីខ្ញុំទៅកាន់បិណ្ឌវត្តណាដែលក្រពេលព្រោះកាលណាខ្ញុំទៅកាន់បិណ្ឌទៅខ្ញុំសប្បាយចិត្តបានទៅធ្វើបន់កន្លែងក្រីក្រតែប៉ុណ្ណាអញ្ចឹងរឿងផឹកហ្នឹងណាចៅឯងថាលំបាកចំណែកតាអត់លំបាកទេអត់លំបាកសោះស៊ីការគេអត់ទៅទេណាបន់ទៀនក៏មិនទៅអូខេហើយបើសិនគេនិយាយគេថាអូយសម្ដេចធិបតីលោកអញ្ជើញមកកឋិនវត្តយើងថ្ងៃហ្នឹងគឺខ្ញុំអត់ទៅទេមិនបានអត់ទៅចង្អៀតពេកអញ្ចឹងអត់ទៅទេចុះបើខ្ញុំធ្វើការនៅសាលាជាគ្រូឬក៏ជាបុគ្គលិកសាលាគេថាសម្ដេចលោកអញ្ជើញមកធ្វើអង្គមីតិងនៅសាលាដើម្បីសម្ពោធអាគារមួយបើសិនណាជាតម្រូវឲ្យគ្រូទៅទទួលសម្ដេចនាយករដ្ឋមន្ត្រីខ្ញុំទៅតែបើអត់តម្រូវទេខ្ញុំដេកផ្ទះអត់ទៅទេ